ជារៀបសួរទាំងអស់គ្នាថ្ងៃនេះខ្ញុំជូនភេសជ្ជៈមួយដែលមានរសជាតិឆ្ងាញ់ល្អចំពោះសុខភាពហើយចំពោះគ្រឿងផ្សំវិញគឺយើងមានតែពីរមុខតែប៉ុណ្ណោះបងប្អូនចាគឺមានជាមួយនឹងទឹកស្ដែកឬក៏បងប្អូនអាចប្រើជាមួយទឹកដោះគោហើយជាមួយនឹងម្សៅតែបៃតងយ៉ាងហ្នឹងតោះចូលដល់របៀបធ្វើគឺទី1ខ្ញុំចាក់ទឹកស្ដែកចូលទៅក្នុងកែវយើងហើយបន្ទាប់មកខ្ញុំថែមជាមួយនឹងម្សៅតែបៃតងចំពោះម្សៅនេះបរិមាណតិចច្រើនតាមបងប្អូនចូលចិត្តទេចាពេលតែដាក់ទៅនឹងភ្លេចគិតទៅបើកម៉ាស៊ីនមុនដល់អញ្ចឹងទៅវាហុយម្សៅនឹងបន្តិចអញ្ចឹងសម្រាប់បងប្អូនដាក់អានឹងចូលដល់ក្នុងទឹកក្នុងទឹកសណ្ដែកហើយចាំបើកម៉ាស៊ីននឹងកុំឲ្យហុយដូចខ្ញុំចាយើងធ្វើការកូរចាតែបៃតងនឹងឲ្យរលាយសព្វជាមួយទឹកសណ្ដែកនឹងហើយយើងបន្ថែមជាមួយនឹងទឹកកកហើយនឹងបន្ថែមជាមួយនឹងទឹកសណ្ដែកឬក៏បងប្អូនញ៉ាំផ្អែមចាអាចញ៉ាំថែមទឹកស្ករឬក៏ថែមទឹកដោះគោខាប់ឬក៏ថែមទឹកឃ្មុំអីទៅតាមចំណូលចិត្តរសជាតិផ្អែមយើងអញ្ចឹងណាតែបើសិនជាចង់បានជាមួយនឹងឲ្យមានអត្ថប្រយោជន៍ពេញលេញសម្រាប់សុខភាពហ្មងគឺមិនបាច់មានបន្ថែមស្ករមិនបាច់បន្ថែមអីទេមានម្សៅតែបៃតងតាមមួយកញ្ចប់នេះនៅផ្ទះអាចឆុងញ៉ាំបានច្រើនមែនតើមួយកញ្ចប់ហ្នឹង200ក្រាមហ្នឹងគឺញ៉ាំបានយូរហើយខ្ញុំញ៉ាំចង់រាល់ថ្ងៃផងហ្នឹង